chẳng côn chẳng lai đây miền Việt Nam cát bao chiều mà đâu không phải chợ ban ở chiều ní mấy cùng long kia thưa lõ cái lộ bàn toàn chuột đẹp nhẹ miền bon biết pro hai ca này việc bay ăn lông buôn nè cái thằng việc bay trâu mà đào nè việc cầm pung cái chết chặt đạp bỏ chầm hiên ai vô trẻ hai phiệp mà hòn trai đây về ca tranh vì việc bay lông buôn về ca tranh vì than cần đa là bao mà lâu ai vô trẻ khi mà lúc cướp chết xa rồi ngày cả ấy là rồi ngày mình nè miền ban chầm ran ấy nó không than được bạc luôn thế cái pi non kiaประกาศ crop paramano ประกาศ crop mixil ประกาศเครื่องสต็อกกี่มีเรียนแล้วไปกำจัดគ្នាទៅវិញទៅមកទិញអាវុធពីប្រទេសនេះទៅប្រទេសនោះឃើញទេអស់ពីរនឹកធ្វើល្បិចចេះសម្រាប់មនុស្សទៅរមល្បិចចុះទៅយន្តហោះអាបណាមើលតែធ្វើអាណាដែលឲ្យវាអស់ចាទំនើបយន្តហោះចម្បាំងអីចឹងទៅនេះផ្លូវលោកអញ្ចឹងអញ្ចឹងរឿងដែលហេតុកើតឡើងដែលវាបីចូលមកដល់ហ្នឹងគឺកើតចេញពីមហន្តរាយមនុស្សគ្នាឋានកណ្ដាលខ្លួនឯងនេះឯងហើយតែឋានកណ្ដាលនេះរលាយវាពាក់ព័ន្ធទៅឋានទេវតាឋានយមរាជឯណោះវាពាក់ព័ន្ធបែបណាវាពាក់ព័ន្ធត្រង់ថាទេវតាណាខ្សោយបនត្រូវឲ្យចុះមកចាប់កំណត់ឋានកណ្ដាលសំកសលសាជាថ្មីចុះមកបានទេវាឋានកណ្ដាលមនុស្សបំផ្លាញចិត្តអលាយទៅហើយឋានយមរាជបលឹងខ្មោចដែលស្លាប់ពីមនុស្សលោកទៅដោះកម្មខ្លួនឯងចិត្តអស់ត្រូវបញ្ជូនមកកើតជាមនុស្សវិញមិនដឹងមកកើតតាមណាទៀតគេទេឋានកណ្ដាលចិត្តអលាយអស់បាត់ហើយអានឹងឲ្យគេថាវា3ចូលមកដល់លង4វា3លង4ចូលមកដល់គឺវាវឹកវរទាំងឋានទាំង3នឹងគ្មានឋានណាជួយឋានណាបានទេបានជាគ្រប់ទេវតាទាំងអស់គេភ័យណាស់បំលែងខ្លួនចាត់តាំងឲ្យទេវតាចុះមកស្ពាយកពីចុះមកឋានកណ្ដាលស្ពាយកពីស្វែងរកមនុស្សមានបុណ្យនៅឋានកណ្ដាលហ្នឹងគេដែរកុំឲ្យឆ្ងល់ពេកនេះជារឿងពិតដែលចាស់បុរាណថាមិនគឺវាមានពិតចុះហើយពីព្រោះសច្ចធម៌វាបានស្ដែងកើតឡើងដល់វាចឹងវាពាក់ព័ន្ធចឹងឃើញទេអញ្ចឹងហើយបានជាលោកឪថាឲ្យកូនទាំងអស់គ្នាខំប្រឹងធ្វើល្អកូនខ្លះដែលចូលមកស្ដាប់លោកឪព្រោះអត់ស្គាល់ខ្លួនឯងជួនកាលខ្លួនឯងជាអ្នកមានបុណ្យក៏មិនដឹងឃើញទេនៅអាឡៃតាវីវក់ក្នុងផ្លូវលោកហ្នឹងទៅដេកត្រាំលង4ហ្នឹងទៅឃើញទេហើយលង4ហ្នឹងតាមិនខំប្រវេប្រវាឡើងមកទេណាតាវាល3ចូលមកផ្លឹបឡើងមិនតាន់ទេជ្រៅណាស់ប្រយ័ត្នជ្រៅណាស់ហើយកុំថាអត់ជឿណាគាត់តាលងកាមមួយឯងបង្កប់ទៅដោយលោភៈទោសៈមោហៈនៅក្នុងលងកាមហ្នឹងឡើងបាត់ហើយឃើញទេនឹងលងកាមមួយលងភពក៏មាននៅក្នុងលោភៈដែរលងភពនឹងលងស្អីគេលងភពនឹងគឺគេសំដៅទៅលើភពមួយដែលខ្លួនកំពុងរស់នៅនឹងគេតំណាងឲ្យចង់និយាយថាមនុស្សទាំងឡាយដែលកំពុងរស់នៅក្នុងភពរបស់ខ្លួនរាល់ថ្ងៃហ្នឹងឯងនិយាយពីខ្វាកសម្បត្តិទាំងឡាយដែលមាននៅក្នុងភពខ្លួនឯងហ្នឹងខ្វាកសម្បត្តិណាស់លោភៈនៅក្នុងលងភពនោះឯងឃើញទេអញ្ចឹងបានគេឲ្យប្រយ័ត្នថាវា3អន្លង់4ហ្នឹងគឺអន្លង់កាមអន្លង់ទិដ្ឋិអន្លង់អវិជ្ជាឃើញទេហើយស្គាល់ច្បាស់យ៉ាងនេះអន្លង់ទិដ្ឋិឃើញទេមានទាំងអស់ហើយយើងអត់ដឹងហើយកុំតាន់អាចជឿលោកឪអ្វីដែលលោកឪសំដែងនេះគឺសុទ្ធតែជាសច្ចធម៌អត្តកំបាំងទាំង8ខរបស់ចក្រវាលដែលព្រះបានបន្សល់ទុករៀបរៀងទុកមកហើយពីព្រោះអ្វីដែលលោកឪកំពុងសំដែងវាសុទ្ធតែជារឿងអត្តកំបាំងមួយដែលមនុស្សមិនអាចមើលឃើញនឹងភ្នែកទាំងអស់ហើយអ្វីដែលមនុស្សមិនអាចមើលឃើញនឹងភ្នែកស្ដាប់ឮនឹងតិចនឹងឯងដែលគេរាប់ចូលនៅក្នុងសច្ចធម៌អត្តកំបាំងដែលព្រះបានបន្សល់ទុកមកឃើញទេ
ឃើញព្រះអង្គមានពុទ្ធដីកាទេគ្រប់សាសនាទាំងឡាយមនុស្សលោកទាំងពួងបើបានដើរដល់ចំណុចមួយដែលស្គាល់ច្បាស់អំពីសច្ចធម៌8ខរបស់ចក្រវាលហើយចាត់ទុកថាសាសនាហើយបើកូនហាមគាត់ថាកុំឲ្យជឿយើងកុំជឿកុំឲ្យប្រះចាកពីកូនពីចិត្តគាត់ត្រូវពន្យល់គាត់បើគាត់ថាមិនជឿតួអង្គណាមួយហើយតើគាត់បានស្ដាប់នៅឱវាទរបស់អ្នកទេសនានោះឬក៏អ្នកតួអង្គនោះច្បាស់ហើយនៅតែថាមិនជឿនោះមិនជឿកន្លែងណាហេតុផលវាចេញនៅកន្លែងណាដែលថាមិនឲ្យជឿទៅសេមកមិនជឿទៅណាមិនជឿទៅណាត្រង់ដីកាវៈនេះសម្ដែងក្នុងឃ្លានេះដែលអ្នកទេសនាសម្ដែងក្នុងឃ្លានេះមិនជឿក្រងកន្លែងនេះពីព្រោះគេពិចារណាទៅវាឃើញចំណុចនេះមកវិញឃើញទេអានោះបើវាច្បាស់ប៉ុន្តែគ្រប់ទេវកថាដែលលោកសម្ដែងទៅភាគតិចណាស់ដែលមានបុគ្គលឬសំណួរសួរបកមកវិញកើតពីព្រោះបន្ទាប់ពីស្ដាប់ដីកាលោកទៅហើយយកទៅពិចារណាទៅហើយវាឃើញអញ្ចឹងវាគ្មានសំណួរណាសួរមកកើតវិញឃើញទេនេះឯងគេថាសច្ចធម៌ពិតអញ្ចឹងសង្ឃឹមថាកូនទាំងអស់គ្នាដល់ទៅពេលខ្លាចកូនខ្លួនឯងចប់បាត់ហើយមិនដឹងជាកូនសម្លុតអ្ហ្មងបើធ្វើជាកូនសម្លុតអ្នកមានគុណខ្លួនឯងទៅហើយអានឹងធ្វើមិនទៅបាបកម្មរក់មិនទៅអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់សូមអធិស្ឋានកណ្ដលោកណែសម្ដែងទៅឲ្យខុសឆ្គងអីណាហើយកូនទាំងឡាយដែលទើបចូលស្ដាប់ឬក៏អីនោះក្រែងលោមិនដឹងថាទេវកថានេះលោកតាសម្ដែងពីរឿងអីចូលស្ដាប់ពីដើមទីមកមុនស្ដាប់ហើយពិចារណាកុំទាន់អាលមានការប្រមាថក្រែងលោវាទទួលនៅបាបកម្មបងណាលោកតាសុំមើលកំមិនសិនគេលោកមានកូននៅស្អីអីលោកតាតើព្រះអ្នកមានបុណ្យទ្រង់ដឹងខ្លួនឯងស្គាល់ខ្លួនឯងឬបើលោកដឹងខ្លួនឯងថាកុសលបុណ្យលោកដែលកើតមកលោកដឹងច្បាស់ចា៎អញ្ចឹងទៅគំថាយើងទាំងអស់គ្នាគោរពតាមសាសនាហ្នឹងឲ្យដឹងទាំងអស់គ្នាទៅលោកមិនថាអីទេកុំឲ្យចោទប្រកាន់ថាសាសនានេះល្អអាក្រក់សាសនានោះមិនល្អអីចេះចុះថាលោកនឹងគោរពសាសនាព្រហ្មញ្ញជាសាសនាមិនល្អជាសាសនាដែលស្អីណារោគពៀនឃើញស្អីនេះមិនមែនទេគិតខុសទាំងអស់សទ្ធាភិរុនលោកបើរៀបអសនៈចំតាមទិសហើយតែសែនសណ្ដែនខុសតើពួកបិសាចវាមកដូចតែគ្នានោះណាកូនពីព្រោះកូនត្រូវដឹងអំពីសច្ចធម៌ទាំងឡាយដែលឈរគង់នៅទេវៈល្អឲ្យតែទេវៈល្អគឺសុទ្ធតែជាទេវៈដែលប្រកាន់នូវគុណធម៌សច្ចធម៌ល្អសពូផង់ទាំងព្រមគេមើលច្បាស់នៅមនុស្សណាដែលគោរពគេដឹងច្បាស់ទាំងអស់ចុះបើយើងរៀបចំសិទ្ធិបាយសីដាក់ពីទិសកើតមកក៏ដោយតែបាយសីមិនមែនជាចម្រុករបស់ទេវតាទេបាយសីជាចម្រុកព្រលឹងភូតខ្មោចព្រាយទាំងឡាយច្រកកោនលោកប្រាប់ហើយតាឃើញទេហើយមិនបានយើងទៅរៀបចំបាយសីបាយអីទៅវិញយើងរៀបចំបាយសីដល់រត់ណាថាយើងខុសគ្រូខុសទេវតាធំទាំង3ដែលថែរក្សាយើងពីកំណើតមកនេះ
แต่មានទេវតាគ្រូបាត់ជាខាងឪពុកខាងម្ដាយគ្រូដួងកែសំណុំសង្វារណាបានគេរៀបបាយសីហ្នឹងព្រោះតែខុសគ្រូធំទាំង3ទេវតាធំទាំង3ហើយអំណាចបីសាច់ថ្មព្រាយចូលមកឃុំក្រងនៅខ្លួនយើងឲ្យយើងកើតអន្តរាយហើយបន្តិចឈឺនេះបន្តិចឈឺនោះអន្តរាយនេះអន្តរាយនោះតម្រូវឲ្យត្រូវតែរៀបបាយសីបានវិជាតែរៀបបាយសីហើយអាពលឹងទាំងឡាយដែលយកទុកទោសក្នុងនគរកាយយើងវាទៅគង់លើវិមានរបស់វានោះយើងវិជាទៅបន្ទាប់មកគេត្រាស់ចោលហើយពីមុនលោកឪអត់ដឹងដែរលោកឪរៀបបាយសីដែរគាត់ឯងចូលមើលនៅក្នុងឃ្លីបទេវកថាលោកឪចាស់ថតទៅឃើញជាប់បាយសីហើយកាលពីមុនលោកឪអត់ដឹងដែរជប់ក្រោយមកបានលោកឪដឹងថាអូអញ្ចឹងតាហើយរាល់ពិធីទាំងឡាយមិនថារៀបចំបាយសីមិនថារៀបចំអរិញអាសនៈតាមផ្ទះហឹងកងម៉ាទេវតាជំនាញផ្ទះព្រះភូមិក្តីមុននឹងធ្វើត្រូវទៅនិមន្តលោកតាអាចារ្យឬក៏រៀមច្បងលោកគ្រូណាដែលគេយល់ច្បាស់ស្គាល់ទិសទាំង8នឹងឲ្យត្រឹមត្រូវឲ្យគេធ្វើពិធីក្រុងពលីត្រឹមត្រូវបណ្ដេញឧទ្ទិសព្រលឹងទាំងឡាយដែលនៅលើផែនដែលនៅលើបរិវេណដីដែលខ្លួនរស់នៅហ្នឹងឲ្យវាចេញពីទីដីនេះទៅដីនេះជាដីកន្លែងមនុស្សរស់នៅជាដីសម្រាប់ទេវតាដែលមានការប្រត្រៃតាក់ទងជាមួយមនុស្សលោកចូលមកអភិរក្សនៅទីនេះអញ្ចឹងព្រលឹងតែតោទាំងឡាយដែលឆ្លត់នៅទីនេះសូមឯងចែកឲ្យធ្វើដំណើរទៅទិសនេះទិសនោះទៅជូនកសលឲ្យគេអានឹងបើវាច្បាស់មិនមែនចេះតែរៀបមកកាន់តែមកពេញលើដើមបាក់ទៅទៀតលោកតាកំពីអីគេតាកំពីអត់អសរជាកំពីបែបណាវិញលោកតាហើយអ្នកដែលរៀនកំពីនោះជាបុគ្គលបែបណាលោកតាពរចូលចម្រើនរៀមរតនៈកំពីឲ្យតែថាកំពីវាមិនដែលមានកំពីណាអត់អសរដើម្បីคล้ายទៅជាកំពីវាលុះត្រាតែមានចាជាអក្ខរាទាំងឡាយនៅក្នុងកំពីនោះទើបគេហៅថាកំពីដល់តែកំពីអត់អសរវាប្រៀបដូចជាសៀវភៅមួយក្បាលដែលលក់តាមហាងសៀវភៅមួយក្បាលគត់ដែលបើកមកกระดาษសទៅទីស្អាតអានេះគេហៅសៀវភៅមិនហៅកំពីទេអាហ្នឹងអញ្ចឹងណាដែលគេហៅថាកំពីអត់អសរដែលចៅទាំងអស់គ្នាខាងបារមីតែងតែហៅប្រើថាកំពីអត់អសរនោះគេចង់សម្ដែងទៅលើតួអង្គព្រះអ្នកមានបុណ្យនោះហើយណាព្រះអង្គមិនបានទៅសិក្សារៀនតាមកំពីណាទាំងអស់លោកចម្រើនតែ7ថ្ងៃទ្រង់មានដឹងនៅសច្ចធម៌គ្រប់រឿងទាំងអស់គេដែរមិនពិបាកចាំទៅរៀនតាមកំពីណាទេអានោះឯងកំពីអត់វាប្រៀបដូចជាកំពីអត់អសរអញ្ចឹងឯងប៉ុន្តែបើនិយាយបកស្រាយអំពីនិយមន័យថាកំពីអត់អសរឲ្យតែកំពីវាមិនដែលអត់អសរទេណាតែកំពីមានអសរហើយបើកំពីអត់បានទៅសេអីដាក់ចូលគេមិនហៅកំពីទេគេហៅថាសៀវភៅដូចសៀវភៅលក់តាមផ្សារដែលគេមិនទាន់យកមកទៅសេអញ្ចឹងប៉ុន្តែបង្កប់នៅអត្ថន័យថាអត់អសរនេះបានន័យថាតួអង្គព្រះអ្នកមានបុណ្យមួយលោកសម្រេចនៅពធទាំងឡាយត្រាស់ដឹងនៅញាណទាំងឡាយនេះគឺលោកមិនបានទៅរៀនតាមគម្ពីរឯណាមកទេគឺកុសលបុណ្យរបស់លោកក្នុងការចម្រើនសមាធិរយៈពេល7ថ្ងៃលោក